បាទជំរាបសួរអតិថិជនហេងសូឡាបាទថ្ងៃនេះបង្ហាញបងប្អូនពីរបៀបនៅក្នុងការភ្ជាប់កាមេរ៉ាប្រភេទ lens 5ដែលប្រើកម្មវិធីបាទ FF video នេះបាទជាប្រភេទថ្មីបងប្អូននេះបាទវាជាប្រភេទ lens 5តែម្ដងហើយខ្ញុំអត់បង្ហាញពីកាមេរ៉ាទេខ្ញុំបង្ហាញពីរបៀបនៅក្នុងការយើងភ្ជាប់អញ្ចឹងទី1បងប្អូនត្រូវ download កម្មវិធីបាទ FF video ហ្នឹងមកនេះបងប្អូនឃើញទេខ្ញុំបង្ហាញនេះបាទកម្មវិធីហ្នឹងអញ្ចឹងយើងបើកកម្មវិធីហ្នឹងមកជាទូទៅបងប្អូនត្រូវបង្កើត account ក៏ប៉ុន្តែបើសិនជាបងប្អូនអត់មានបងប្អូនទៅតាក់ទងមកខាងក្រុមការងារយើងខ្ញុំនឹងបង្កើតជូនបងប្អូនអញ្ចឹងនេះយើងចូលមកដោយសារ account ខ្ញុំមានស្រាប់យើងបាយ password ចូលបាទ password ហ្នឹងបើសិនជាខាងខ្ញុំបង្កើតខាងខ្ញុំនឹងប្រាប់ជូនបងប្អូនហើយអញ្ចឹងពេលឲ្យ password ហើយបងប្អូន tick មួយបាទ tick កន្លែងនេះហើយចុចពាក្យ login camera starting ហើយបងប្អូនកុំភ្លេចកាមេរ៉ាយើងគឺត្រូវតែដោតភ្លើងចោលបងប្អូនយើងដោតភ្លើងឲ្យវាដំណើរការទៅមកបាទ please configure the network ឃើញហើយបងប្អូនវាពេលដំណើរការទៅវា load វាប្រាប់ឲ្យយើង configure network ហើយអញ្ចឹងយើងមើលមកលើទូរស័ព្ទដៃយើងវិញជាទូទៅពេលដែលយើង log in ចូលមកវាមានសញ្ញាបូកនៅកណ្ដាលនេះមួយបងប្អូនគ្រាន់តែយកសញ្ញាចុចសញ្ញាបូកហ្នឹងមកបន្ទាប់មកពេលដែលកាមេរ៉ាបងប្អូននេះឃើញទេកាមេរ៉ាវា load លេខឲ្យអា cloud cam ហ្នឹងបានន័យថានៅពេលដែលបងប្អូនដើរកាមេរ៉ានេះវានឹង load wifi cloud cam នេះឲ្យហើយនៅលើទូរស័ព្ទដៃរបស់បងប្អូនណាបងប្អូនត្រូវបើក Bluetooth ខ្ញុំបញ្ជាក់ទូរស័ព្ទបងប្អូនត្រូវបើក Bluetooth ហើយបើសិនជាវា load មកអូតូបែបនេះខ្ញុំបងប្អូនវា load មកអូតូបែបហ្នឹងយើងគ្រាន់តែចុច add មកបាទចុច add ពេលដែលចុច add ហើយបងប្អូនវានឹងឲ្យយើងវាបញ្ជាក់ប្រាប់យើងថាត្រូវដាក់កាមេរ៉ាហើយនឹង router ឲ្យនៅក្បែរគ្នាឲ្យនៅក្បែរកន្លែងដុំអ៊ីនធឺណិតណាកុំឲ្យឆ្ងាយពេកអញ្ចឹងវាពិបាកចាប់អញ្ចឹងបងប្អូនយក I know បាទ I know មកបន្ទាប់មក Wi-Fi នេះដោយសារ Wi-Fi ខ្ញុំមានស្គាល់ស្រាប់ហើយអញ្ចឹងខ្ញុំគ្រាន់តែ Wi password បានប៉ុន្តែបើសិនជាបងប្អូនចង់ដាក់ Wi-Fi ណាផ្សេងបងប្អូនចូលទៅក្នុង setting របស់យើងមកបាទយើងរក Wi-Fi ណាដែលយើងចង់ដាក់បាទ Wi-Fi ណាដែលយើងចង់ដាក់បើខ្ញុំនេះខ្ញុំប្រើ Wi-Fi របស់ខ្ញុំនេះបាទ 5G នេះប៉ុន្តែបញ្ជាក់ជូនបងប្អូន 5G គឺវាអត់ support ទេបាទ 5G អត់ support អញ្ចឹងខ្ញុំត្រូវរក Wi-Fi ផ្សេងពី Wi-Fi 5G អញ្ចឹងខ្ញុំត្រូវយក Wi-Fi 2G វិញអញ្ចឹងខ្ញុំដូរមក Wi-Fi 2G មកបាទពេលដែលដូរមក Wi-Fi 2G បងប្អូនបាទបែកធ្វើក្រោយបាទសំខាន់ Wi-Fi 2G ហ្នឹងជា Wi-Fi ដល់ផ្ទះបងប្អូនឈ្មោះអីមើលដាក់ឲ្យត្រូវឈ្មោះដូចខ្ញុំនេះឈ្មោះអញ្ចឹងខ្ញុំហៅឲ្យត្រូវមកហើយ password Wi-Fi ឲ្យត្រូវនេះ password Wi-Fi អញ្ចឹង password Wi-Fi យើងពិនិត្យមើលត្រឹមត្រូវហើយបាទយើងយកពាក្យបាទចុចមកក្រោមនេះយកពាក្យ next ពេលដែល next កាមេរ៉ាវាចាប់ផ្ដើម connect ហើយបងប្អូន network connection បាទកាមេរ៉ាវាចាប់ផ្ដើម connect បាទអញ្ចឹងបងប្អូនរងចាំនៅលើទូរស័ព្ទនេះវា load ភាគរយឲ្យបាទវា load ភាគរយបាទវា load ភាគរយឲ្យបែបនេះអញ្ចឹងបងប្អូនរងចាំរហូតដល់វាចប់បាទបងប្អូនវា config ហើយ online ចាកាមេរ៉ា online ហើយនិយាយទៅប្រភេទភ្ជាប់ជាមួយនឹង Wi-Fi គឺងាយហើយមកកន្លែងនេះបងប្អូនដាក់ឈ្មោះវាមានឲ្យរើសនៅខាងក្រោមបងប្អូនចង់យកឈ្មោះខាងក្រោមក៏បានចង់ដាក់ខ្លួនឯងក៏បានតែខ្ញុំរើសថាដាក់ថា living room អូខេបងប្អូនចង់វាយឈ្មោះខ្លួនឯងក៏បានដែរបាទតែខ្ញុំរើសស្រាប់អញ្ចឹងយក next ចុច next មកបាទ next ហើយតមកទៀតយកពាក្យ not now នៅខាងក្រោមនេះបងប្អូននេះខាងក្រោមបាទយក not now ហើយបន្ទាប់មកឃើញកាមេរ៉ាមួយវាដាក់ថា online បងប្អូនឃើញសរសេរពី online យើងចុចលើវាមកគាត់ចុចលើវាគឺ play បាទនេះបងប្អូនបាទហើយដោយសារខ្ញុំដាក់ផ្កាប់ lens ចុះវាដូចពេលយប់អញ្ចឹងវាទៅជានេះសខ្មៅនេះបងប្អូនពេលយើងត្រឡប់ lens ឲ្យត្រូវទៅលើវិញមកគឺ color ហើយប្រាប់បញ្ជាក់បងប្អូនគឺ5 lens បងប្អូនបាទ lens វាមាន5បាទគឺច្បាស់អញ្ចឹងវាភ្ជាប់គឺបែបនេះបងប្អូនគឺអត់ពិបាកទេវាងាយទេមិនពិបាកទេអញ្ចឹងបើសិនជាបងប្អូនមានចង្អល់បន្ថែមបងប្អូនអាចតាក់ទងមកខាងបច្ចេកទេសអញ្ចឹងខាងបច្ចេកទេសនឹងជំរាបជូនបងប្អូនបន្ថែមពីការភ្ជាប់ហើយអញ្ចឹងសម្រាប់ការភ្ជាប់មានតែប៉ុណ្្នឹងទេសូមអរគុណសូមគោរព